នេះខ្ញុំមាន5ចំណុចដែលនឹងចែករំលែកទៅជាមួយនឹងអង្គនេះមុនពេលដែលយើងចាប់ផ្ដើមធ្វើការផលិតមាតិកាជាមួយនឹង Facebook ក្តី YouTube ក្តីយើងធ្វើតែមួយយើងអាចប៉ុស្តិ៍ទាំងពីរបានយើងមិនបាច់ខ្វល់ថាតិចប៉ុស្តិ៍ក្នុង Facebook ហើយជាប់ copyright ជាមួយនឹង Facebook ប៉ុស្តិ៍ក្នុង YouTube អត់បញ្ហាមានន័យថាវាជា platform ពីរផ្សេងគ្នាបើយើងប៉ុស្តិ៍នៅក្នុង TikTok ទៀតក៏បានដែរបាទអញ្ចឹងយើងអាចរកលុយបានជាមួយនឹង Facebook ជាមួយនឹង YouTube ជាមួយនឹង TikTok នៅពេលដែលយើងផលិតវីដេអូមួយគឺយើងអាចប៉ុស្តិ៍បានទាំង3 platform ហ្នឹងទី1គឺ Facebook យើងអាចប៉ុស្តិ៍ក្នុង Facebook បានទី2គឺ YouTube ទី3យើងអាចប៉ុស្តិ៍មិញគឺ Facebook YouTube ហើយ TikTok អញ្ចឹង3ហ្នឹងយើងអាចធ្វើម្ដងហើយយើងប៉ុស្តិ៍ទាំង3ហ្នឹងទៅវាមានខាតអីទេយើងធ្វើតែម្ដងគឺយើងប៉ុស្តិ៍ទាំង3ហ្នឹងតែម្ដងទៅហើយ5ចំណុចដែលយើងត្រូវដឹងមុនពេលដែលយើងត្រូវធ្វើហ្នឹងធ្វើ content ហ្នឹងបាទទី1គឺយើងត្រូវតែហ៊ានធ្វើវីដេអូដោយខ្លួនឯងជៀសវាងការយកពីគេអញ្ចឹងធ្វើវីដេអូខ្លួនឯងត្រូវធ្វើម៉េចគឺថតដោយខ្លួនឯងរក content ដោយខ្លួនឯងបាទចង់ថតពីអីយើងថតពីហ្នឹងទៅបាទទី2គឺយើងត្រូវតែចេះកាត់វីដេអូដោយខ្លួនឯងមិនថាយើងប្រើទូរស័ព្ទឬមួយក៏កុំព្យូទ័រទេយើងត្រូវតែចេះកាត់ដោយខ្លួនឯងអញ្ចឹងបើសិនជាយើងប្រើគេយើងពឹងគេយើងពឹងបានតែម្ដងពីរដងឯងគ្មានអ្នកណាគេអាចមកជួយយើងបានរហូតទេព្រោះអីព្រោះវាជាអត្ថប្រយោជន៍របស់យើងមិនមែនតែចែកមួយគេណាត្រូវទេបាទអញ្ចឹងគឺត្រូវតែចេះកាត់វីដេអូដោយខ្លួនឯងបើយើងចេះកាត់តាមទូរស័ព្ទយើងកាត់តាមទូរស័ព្ទទៅមិនបាច់ខ្វល់ទេស្អាតទេឲ្យតែចេញមកខ្ញុំជឿថាពីវីដេអូមួយទៅវីដេអូមួយអ្នកនរគ្នាប្រកាសជាធ្វើវាបានប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយទី3នៅពេលដែលយើងធ្វើដំបងអញ្ចឹងយើងត្រូវព្យាយាមប៉ុស្តិ៍វីដេអូឲ្យបានញឹកញាប់បើសិនជាអត់មានពេលទេយ៉ាងហោចណាស់ក៏បានមួយថ្ងៃមកវីដេអូដែរមួយថ្ងៃមួយវីដេអូយ៉ាងតិចប្រសិនបើយើងមានពេលធ្វើច្រើនថតច្រើនយើងប៉ុស្តិ៍ច្រើនទៅអត់អីទេផុសកាន់តែច្រើនគឺមានអ្នកមើលកាន់តែច្រើនមិនបាច់ភ័យថាតិចខ្លាចផុសច្រើនពេកទៅ Facebook ចាប់ YouTube ចាប់ខុសគោលការណ៍អីចឹងផុសកាន់តែច្រើនគឺកាន់តែល្អបាទហើយទី4គឺយើងត្រូវរៀនមើលពីគន្លឹះពីតិចនិចរបស់អ្នកដែលគេផលិតល្បីអញ្ចឹងមិនមានន័យថាយើងទៅយកវីដេអូគេយកមកកាត់យកមកអីទេយើងបើសិនជាយើងអត់ដឹងរកគំនិតពីណាទេគឺយើងត្រូវមើលគំនិតរបស់គេហើយយកមកធ្វើខ្លួនឯងខ្ញុំឧទាហរណ៍ថាស្រីផាចគាត់ធ្វើម្ហូប content របស់គាត់ចេញមកគឺធ្វើម្ហូបអីក៏គាត់ធ្វើដែរពីមួយថ្ងៃទៅមួយថ្ងៃមួយមុខទៅមួយមុខម្ហូបរបស់គាត់ប្លែករហូតអញ្ចឹងបើសិនយើងអត់ដឹងធ្វើអីទេយើងធ្វើម្ហូបដែរឧទាហរណ៍ថាគាត់ស្លកកូយើងថតវីដេអូស្លកកូដែរទៅគាត់តែរបៀបរបស់គាត់ផ្សេងរបៀបរបស់យើងផ្សេងយើងចេះស្លមិនយើងធ្វើអញ្ចឹងទៅគាត់ថាមុខម្ហូបយើងស្លកកូដែរថតហើយកាត់ទៅអូខេមានអីទេហើយចំណុចចុងក្រោយគឺជាចំណុចសំខាន់ដែរមានន័យថានៅពេលដែលយើងចាប់ផ្ដើមធ្វើវីដេអូគឺយើងអត់អាចខ្ជិលដាច់ខាតនៅពេលដែលយើងខ្ជិលយើងត្រូវទន្ទិញគាថាមួយនៅក្នុងចិត្តថាគេធ្វើបានយើងក៏ធ្វើបានដែរអញ្ចឹងត្រូវព្យាយាមវីដេអូទី1មិនល្អខ្ញុំជឿថាវីដេអូទី2យើងប្រសើរបន្តិចវីដេអូទី2នៅស្ទើរអាចថាវីដេអូទី3គឺយើង improve ជាងមុនប្រសើរជាងមុនអញ្ចឹងទី3ទី4ទី5ទី6រហូតដល់ទី100អញ្ចឹងយើងប្រកាសជាអាចរៀនសូត្របានពីអ្វីដែលយើងធ្វើទាំងអស់ហ្នឹងបាទអញ្ចឹងវីដេអូថ្ងៃហ្នឹងមានប៉ុណ្្នឹងទេនៅក្នុងវីដេអូក្រោយខ្ញុំនឹងបញ្ជាក់ពីចំណុចផ្សេងទៀតមុនពេលដែលយើងចាប់ផ្ដើមក៏ដូចជាក្នុងកំឡុងពេលដែលយើងចាប់ផ្ដើមរកលុយជាមួយនឹង Facebook ហើយនឹង YouTube ក៏ដូចជា TikTok ហ្នឹង